បាទសួស្តីបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំទៀតហើយថ្ងៃនេះខ្ញុំនឹងមកបង្ហាញបងប្អូនអរគ្នាពីរបៀបសម្រាយរឿង AI ដូចបងប្អូនធ្លាប់ឃើញនៅតាម Facebook តាម TikTok បងប្អូនធ្លាប់ឃើញរឿង AI អញ្ចឹងណាហើយតើគេធ្វើបែបម៉េចដើម្បីបកប្រែជាភាសាខ្មែរបានអញ្ចឹងណាដូចនៅក្នុងវីដេអូនេះអញ្ចឹងឧទាហរណ៍ខ្ញុំឧទាហរណ៍ឲ្យមួយក៏ដូចជាឯងទៅជាស្គាល់ឡើងច្បាស់ដែរគឺមួយក៏ចង់បកគោស្រីខ្ញុំឲ្យវិញធ្វើជាប្រុសមិនបាទនេះវីដេអូបែបនេះអញ្ចឹងយើងគឺរបៀបធ្វើងាយស្រួលទេបងប្អូនយើងចុចតែមួយ click ទៅគឺយើងបានរឿងដើម្បីយកទៅផុសនៅក្នុង TikTok នៅក្នុង Facebook ដើម្បីអាស្រ័យលើបងប្អូនអញ្ចឹងណាយកទៅរកលុយតាម Facebook ក៏បានតាម YouTube ក៏បានអាស្រ័យលើការច្នៃប្រឌិតដើម្បីកុំឲ្យជាប់ copyright អញ្ចឹងណាថ្ងៃនេះខ្ញុំនឹងមកបង្ហាញបងប្អូនអរគ្នាពីរបៀបធ្វើពីសម្រាយរឿង AI ជាភាសាខ្មែរអញ្ចឹងដែលយើងគ្រាន់តែចុចតែមួយ click អូខេអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរតោះយើងចូលទៅទស្សនាបងឡើយបងប្អូនចូលមកកម្មវិធី Webify AI Pro នេះមកកម្មវិធីនេះដែរបងប្អូនខ្ញុំទិញពីបងប្រុសម្នាក់បើបងប្អូនណាត្រូវការទិញហ្នឹងអាចឆាតទាក់ទងមកខ្ញុំបានគឺកម្មវិធីរបស់គាត់គឺល្អមែនទែនអញ្ចឹងណាយើងគ្រាន់ចុចតែមួយ click ទៅយើងអាចរងចាំអាស្រ័យនៅលើកុំព្យូទ័របងប្អូនអញ្ចឹងណាបើកុំព្យូទ័របងប្អូនកម្លាំងខ្លាំងគឺយើង generate វីដេអូមកគឺលឿនអញ្ចឹងណាអូខេអញ្ចឹងខ្ញុំអត់និយាយច្រើនទេពីបញ្ហានេះខ្ញុំចង់បង្ហាញហ្នឹងណាខ្ញុំមកបង្ហាញតែរបៀបក្នុងការ generate សម្រាយរឿង AI ទេទាក់ទងនឹងចម្ងល់ផ្សេងៗខ្ញុំនឹងធ្វើនៅវីដេអូក្រោយអញ្ចឹងណាអូខេថ្ងៃនេះបន្ទាប់ដើម្បី generate រឿង AI សម្រាប់ជាភាសាខ្មែរបានបងប្អូនគ្រាន់តែចុចupload ណា upload អាកន្លែងនេះអាកន្លែង click here ទៅ upload នេះមិនន័យថាយើងធ្វើវីដេអូម្ដងមួយប៉ុន្តែបើយើងចង់ធ្វើវីដេអូច្រើនក្នុងពេលតែមួយបងប្អូនមើលមកខាងក្រោមនេះ batch processing នេះបងប្អូនចុចនៅលើនឹងមកបន្ទាប់ទៀតបងប្អូនចុចអាកន្លែងវីដេអូនេះកន្លែង add វីដេអូអញ្ចឹងនៅវីដេអូខ្ញុំយកចាំតិចខ្ញុំទៅរកវីដេអូរឿងសិនឧទាហរណ៍ថាខ្ញុំយករឿងអីគេយករឿងនេះចុះឧទាហរណ៍ខ្ញុំយករឿងនេះ2រឿង3រឿងអាស្រ័យលើឥឡូវខ្ញុំឧទាហរណ៍ខ្ញុំយក3រឿងអញ្ចឹងណាតាមពិតខ្ញុំអាចយកបាន10ទៀតតែខ្ញុំឧទាហរណ៍ដើម្បីឲ្យបងប្អូនមើលខ្ញុំយកតែ3រឿងបងប្អូនចុច open មកវានឹងលោតចាញ់នៅក្នុងផ្ទាំងបែបនេះអញ្ចឹងណាអញ្ចឹងនៅពេលដែលយើង add បានហើយយើងគ្រាន់តែចុច generate មក click មកចុច generate កន្លែងនេះបងប្អូនបាទចុចម៉ាំងមកវាចាប់ដើម generate រឿងអញ្ចឹងរងចាំបន្តិចទៀតទៅទាក់ទងនឹងការ generate នេះគឺអាស្រ័យនៅលើកុំព្យូទ័ររបស់បងប្អូនដែរអញ្ចឹងណាបើកុំព្យូទ័ររបស់បងប្អូន space ធំកម្លាំងខ្លាំងគឺវាដើរលឿនតាមនឹងអញ្ចឹងយើងអត់ចាំបាច់ធ្វើអីទេយើងគ្រាន់តែ add វីដេអូចូលមកយើងចុច generate មក click ហើយពេលដែលវាដើរពេញដើរអស់ហើយយើងគ្រាន់តែចុច export ទៅនេះអាកន្លែង output folder ហ្នឹងអានឹងជាទីតាំងសម្រាប់យើង export វីដេអូយើងអញ្ចឹងណាព្រោះតែយើងចង់ដាក់នៅកន្លែងណាអូខេអញ្ចឹងចាំបន្តិចនៅពេលដែលដល់ហើយខ្ញុំនឹងexport ឲ្យបងប្អូនមើលអញ្ចឹងណាឥឡូវខ្ញុំសុំកាត់វីដេអូបន្តិចសិនអូខេបងប្អូនឥឡូវវីដេអូរបស់យើងគឺ generate ចប់ហើយហ្នឹងហើយ generate ចប់ហើយបន្តទៀតខ្ញុំឧទាហរណ៍យើងចង់ edit វីដេអូរបស់យើងអញ្ចឹងយើងអត់ចង់ export ទាំងដល់ក្រែងលោជាប់ជួបស្អីគេជួប unoriginal content អញ្ចឹងណាពេលដែលយើងយកទៅផុសក្នុង YouTube TikTok ឬក៏ Facebook អញ្ចឹងណាឥឡូវខ្ញុំចង់ edit មួយឲ្យបងប្អូនមើល edit in studio នេះចឹងពេលបងប្អូនចុច edit មកនេះអាកន្លែងនេះបងប្អូនចង់ flip horizontal ឬក៏ vertical ខ្ញុំអត់ធ្វើអីច្រើនទេនៅកន្លែងនេះខ្ញុំគ្រាន់តែ flip បន្តមកទៀតខ្ញុំ crop ហ្នឹងបងប្អូនយកពាក្យថា free អញ្ចឹងណា
free ទៅអាចអុសបានអុសយកត្រឹមនេះដើម្បីកុំឲ្យជាប់ខ្ញុំយក original យកអុសចែកនេះយកអុសចំកណ្ដាលចឹងតោះមកខ្ញុំចុច confirm ហ្នឹងហើយដល់ពេលបានប៉ុណ្ណឹងហើយបងប្អូនក៏ចុច apply to batch apply to batch មានន័យថាម៉េចមានន័យថានៅពេលដែលយើង apply to batch ហ្នឹងវីដេអូដែលមានទាំងប៉ុន្មានហ្នឹងមានន័យថាវានឹង apply ដូចទាំងអស់ដូចអ្វីដែលយើងធ្វើនៅអាវីដេអូទី1នេះណាបើថាវីដេអូទី1នេះខ្ញុំ flip ហើយនឹងខ្ញុំ crop អញ្ចឹងនៅពេលខ្ញុំ apply patch ទៅអាវីដេអូខាងក្រោមពីរនេះគឺវានឹង auto បន្តិចដូចគ្នាបណ្ដោយអូខេបន្តមកទៀតខ្ញុំប្រាប់ពីរបៀប export វីដេអូអញ្ចឹងខ្ញុំចុចប្រើមួយមកខ្ញុំទៅរកទីតាំងទៅថាខ្ញុំតេស្តអញ្ចឹងខ្ញុំតេស្តនៅ 3D អញ្ចឹងខ្ញុំ create នេះមកខ្ញុំដាក់តេស្តដាក់ folder មួយមកខ្ញុំតេស្តអារឿងដែលខ្ញុំ generate 3វីដេអូមិញហ្នឹងណាហ្នឹងហើយទៅទៀតខ្ញុំចុចពាក្យថា export all video អូខេបានមួយហើយបានពីរហើយបាន3អញ្ចឹងការ export របស់យើងការបង្កើតវីដេអូសម្រាប់រឿង AI របស់យើងគឺ export បានជោគជ័យហើយអញ្ចឹងយើងទៅ play វីដេអូរបស់យើងមើលទាំងអស់គ្នាតើវាជោគជ័យមែនអត់ខ្ញុំទៅរកទីតាំងរឿងរបស់យើងនេះនេះតេស្តនេះចាប់ដើមបើកហើយបើករឿងនេះមួយខ្ញុំប្រាប់ឯងឲ្យដឹងខ្ញុំជាលីយ៉ាន់ខុនកូនប្រុសម្ចាស់សាលាគុណសុងបៀននៅក្រៅជប់ខ្ញុំត្រូវហៅថាបង្គំគឺទេស្គាល់តាំងម៉ែផ្អែមស្អិតចុកម៉ែទុកនៅក្នុងថ្នាក់ទាំងអស់សុខអូខេឥឡូវការបង្កើតវីដេអូសម្រាប់រឿង AI បានជោគជ័យសូមអរគុណបងប្អូនអរគ្នាដែលបានតាមដានអញ្ចឹងបើសិនបងប្អូនមានចម្ងល់អីអាច comment តម្លាក់នៅក្នុង comment ខាងក្រោមទៅដើម្បីខ្ញុំឆ្លើយតបនៅពេលក្រោយអរគុណច្រើន